បាទជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះប្រគងចេញវីដេអូមួយទៀតហើយđóបាទមានបងប្អូនយើងខមមិនសួរឬក៏ចង់សុំឲ្យប្រគងនឹងធ្វើវីដេអូចេញអំពីការលាយចំណីមេបាណោះចំណីមេបាមាន់ណាចឹងថ្ងៃនេះប្រគងសម្រេចចិត្តថាចេញបទពិសោធន៍របស់ប្រគងសម្រាប់ការលាយចំណីមេបាមាន់ពងเนาะបាទចឹងថ្ងៃហ្នឹងផងដែរប្រគងសូមប្រាប់បងប្អូនយើងថាមានបងប្អូនខ្លះគាត់លាយចំណីឬក៏គាត់ផលិតចំណីមាន់ដែលស៊ីតាមផ្ទះណាពេលខ្លះលើឃើញប្រគងឃើញមានកតុកដើមចេកមានបន្លែមានអីចឹងណាបាទហើយចង់ប្រាប់បងប្អូនថាលាយយ៉ាងម៉េចឲ្យវាមានជីវជាតិផងเนาะឲ្យវាមានជីវជាតិឲ្យមានគុណភាពបើកាលណាយើងមេបាពងក៏យើងលាយអញ្ចឹងកូនក៏លាយអញ្ចឹងមន់ទូចមន់ធំអីស៊ីដូចគ្នាអញ្ចឹងប្រកាសជាវាមានបញ្ហានៅដូចជាមន់ពងអីវាអត់ពងល្អយើងអញ្ចឹងណាបើសិនណាជាយើងយកពងយកទៅដាក់ទូភ្ញាស់អញ្ចឹងមេហ្នឹងវារឹតតែផលិតពងរៀងរាល់ខែអញ្ចឹងណាចឹងធ្វើឲ្យវាខ្សោះជីវជាតិអញ្ចឹងកាលណាយើងលាយចំណីយើងលាយឲ្យវាមានជីវជាតិផងเนาะបាទចឹងប្រគងថ្ងៃនេះប្រគងលើកយកសម្រាប់វត្ថុធាតុផ្សំមួយចំនួនសម្រាប់ឲ្យបងប្អូនយើងផ្សំហើយនឹងមានការចំណេញផងដែរเนาะបាទហើយដូចមេបាពងមេបាមន់ពងមន់មេពងហ្នឹងណាពេលណាដែលវាពងមកបងប្អូនយើងសង្កេតឃើញថាបើពងវាមកវាមានឃើញស្នាមកលាក់បងប្អូនឃើញពេលខ្លះកលាក់ពេលខ្លះវាចមួយចំហៀងពេលខ្លះប៉ែលមួយចំហៀងហើយពងទាំងអស់នោះมันអាចយកទៅភ្ញាស់បានទេកំណើតវាកើតកកដូចតែគ្នានឹងដូចតែគេដូចឯងបើវាមានស្ពាមណាបាទប៉ុន្តែដល់ទៅពេលយើងយកទៅភ្ញាស់ដល់ទៅពេលចិត្តដល់ថ្ងៃញាស់វាតែងតែកូននោះងាប់ក្នុងសុទ្ធតែម្ដងអឺនេះជាកត្តាមកពីមេបាពងយើងខ្សោយเนาะបាទខ្សោយអញ្ចឹងទៅសបកពងវាស្ដើងគាត់ទៅវាជុះមកវាទល់នឹងសបកទល់នឹងអីហ្នឹងគាត់ទៅទល់តែបន្តិចទៅឃើញស្នាមកលាក់ពងពងយើងមានកលាក់ហើយតពងមានកលាក់ហើយគឺខាតហើយเนาะខាតហើយអត់បានកូនទេអញ្ចឹងមកអាហ្នឹងអាស្រ័យលើការលាយចំណីរបស់យើងផងដែរเนาะបាទអញ្ចឹងថ្ងៃនេះប្រគងសូមយកបទពិសោធន៍របស់ប្រគងយកមកចែកម្លែកបងប្អូនយើងបាទអញ្ចឹងប្រគងសូមសរសេរនៅទីនេះថាតើមានវត្ថុធាតុដើមអ្វីខ្លះเนาะបាទទី1មានពោតเนาะបាទពោតកិនម៉ត់អីចឹងម៉ត់បាទពោតកិនម៉ត់ហ្នឹងចំនួន10គីឡូเนาะ10គីឡូក្រាមហ្នឹងប្រគងសរសេរកាត់ហើយเนาะបាទក្រាមហ្នឹងសរសេរអញ្ចឹងចុះเนาะបាទសូមយល់ទាំងអស់គ្នាបាទទី2មានកន្ទក់កន្ទក់25គីឡូเนาะបាទកន្ទក់25គីឡូយើងដាក់ចេះណាគីឡូក្រាមបាទហើយបូកនឹងណាបូកបាទបូកនឹងម្សៅដំឡូងមីបាទបូកនឹងម្សៅដំឡូងមីចំនួន20គីឡូបាទ20គីឡូក្រាមเนาะបាទបូកនឹងម្សៅដំឡូងមី20គីឡូក្រាមហើយនៅមានទៀតដូចជាចុងអង្ករเนาะចុងអង្ករចំនួន10គីឡូក្រាមបាទចុងអង្ករ10គីឡូក្រាមហើយនៅមានទី4ប្រគងសុំសរសេរហើយเนาะសេឲ្យចាំប្រគងបញ្យល់បាទអញ្ចឹងប្រគងសរសេរឲ្យចាំប្រគងបញ្យល់តាមក្រោយเนาะបាទមានអីខ្លះអញ្ចឹងណាបាទបាទនេះម្សៅបន្លែ BR เนาะបាទម្សៅបន្លែ BR តែ1គីឡូទេអានេះប្រភេទក្រុមវីតាមីនเนาะបាទ1គីឡូបាទហើយជីវជាតិចម្រុះជីវជាតិចម្រុះចំនួន2គីឡូ
បាទអានេះម្សៅជីវជាតិចម្រុះ2គីឡូបាទពិតហើយថាមន់យើងមេមន់ពងអាជីវជាតិចម្រុះនេះវាសម្បូរសារជាតិចម្រុះជាពិសេសវាសម្បូរទៅជាតិរ៉ែเนาะជាតិរ៉ែនេះឯងដែលវាទៅជំនួយសបកពងเนาะដើម្បីឲ្យសបកពងយើងក្រាស់ពងបានយូរអញ្ចឹងណាបាទ6យើងមានម្សៅត្រីបាទម្សៅត្រី7គីឡូបាទម្សៅត្រីនេះចំនួន7គីឡូเนาะបាទនេះម្សៅត្រីហើយវីដេអូឃ្លីបក្រោយប្រគងបរៀនបងប្អូនយើងធ្វើម្សៅត្រីផលិតម្សៅត្រីបានតែខ្លួនឯងเนาะបាទផលិតម្សៅត្រីបានតែខ្លួនឯងយកទៅទុកប្រើលាយចំណីមន់ពងក៏បានលាយជាមួយចំណីមន់សាច់ក៏បានเนาะរូបមន្តលាយចំណីហ្នឹងបើយើងមានម្សៅត្រីនឹងដាក់ថែមទៀតរឹតតែពិសេសប៉ុន្តែប្រគងមិនចង់ឲ្យបងប្អូនយើងទៅទិញម្សៅត្រីគេទេព្រោះគេអាចថានឹងថ្លៃអីចឹងណាអញ្ចឹងវីដេអូឃ្លីបក្រោយប្រគងបង្រៀនបងប្អូនយើងឲ្យចេះធ្វើម្សៅត្រីបាទម្សៅត្រីដោយខ្លួនឯងហើយចំណាយតិចមែនទែនបាទបាទចំណីមន់ពងនេះគឺបានន័យថាចំណីសម្រាប់ទីផ្សារเนาะបាទចំណីសម្រាប់ទីផ្សារហ្នឹងគឺយើងមានយកមកលាយផងដែរពីព្រោះមានវត្ថុធាតុខ្លះដូចជាខ្លាញ់ប្រេងដូងអីហ្នឹងណាដែលយើងពិបាកដើរផ្សំអាកាពិកពុកអស់ហ្នឹងយើងពិបាករកនៅទីផ្សារគ្មានលក់អញ្ចឹងយើងប្រើរបស់គេតំណាងខ្លះមកដើម្បីប្រើរបស់ក្រុមហ៊ុនខ្លះមកเนาะបាទចំណីសម្រាប់ទីផ្សារខ្លះមកដើម្បីយើងទទួលបាននៅសារធាតុដែលយើងពិបាករកទាំងអស់នោះបាទស្ករ5ខាំបាទចឹងឥឡូវនេះប្រគងលើកយកមកអស់ហើយเนาะវត្ថុធាតុដើមដែលមាននៅទីនេះវាមានដូចជាពោតកន្ទក់ដំឡូងមីចុងអង្គនេះជាប្រភេទអាហារធម្មពលเนาะបាទអាហារធម្មពលបាទហើយបន្លែ BR នេះជាប្រភេទអាហារវីតាមីនណាប្រភេទក្រុមវីតាមីនចម្រុះដែលហៅថាជាបន្លែ BR នេះដូចជាប្រៀបដូចជាស្ដេចវីតាមីនហើយបាទព្រោះវីតាមីនវាគឺល្អខ្លាំងបាទសម្រាប់យើងយកមកប្រើណាបាទហើយមួយទៀតម្សៅជីវជាតិចម្រុះនេះវាសម្បូរសារធាតុរ៉ែเนาะយើងដាក់2គីឡូសម្បូរប្រូតេអ៊ីននិងរ៉ែចឹងជំនួយឲ្យមន់យើងសបកពងយើងក្រាស់เนาะបកពងយើងក្រាស់មន់យើងកសោបពងឲ្យវាល្អពងបានយូរเนาะបាទវាផលិតបានច្រើនហើយដោយម្សៅត្រីប្រភេទប្រូតេអ៊ីនសាច់เนาะបាទប៉ុន្តែมันជាច្រើនទេបាទហើយសម្រាប់ចំណីមន់ពងនេះគឺជាចំណីបាវទីផ្សារដែលយើងទិញបាននៅទីផ្សារមួយបេវាហ្នឹងគឺ25គីឡូហ្នឹងសម្រាប់យកមកលាយជាមួយគ្នាเนาะដើម្បីយើងដកស្រូបយកជីវជាតិខ្លះណាដែលថាយើងរកទិញនៅទីផ្សារវាអត់មានណាបាទយើងរកទិញទីផ្សារអត់មានយើងយកអាហ្នឹងមកដាក់តំណាងចឹងមកប៉ុន្តែចំណេញពេលដែលយើងលាយហើយវាបានដល់100គីឡូเนาะបាទចំណីនេះយើងលាយហើយបានដល់100គីឡូហើយនៅមានវិធីសាស្ត្រមួយចុងក្រោយទៀតដល់ពេលយើងលាយហើយតើយើងធ្វើម៉េចបងប្អូនទស្សនាវីដេអូនោះពីដើមដល់ចប់បងប្អូននឹងដឹងថាតើយើងក្រោយពីលាយហើយទុកដាក់របៀបម៉េចហើយយកទៅឲ្យស៊ីម៉េចចំណេញមកតង់ទៀតเนาะចំណេញមកតង់ទៀតអញ្ចឹងប្រគងសុំបញ្យល់ត្រួសសិនเนาะបាទបញ្យល់សិនអញ្ចឹងវត្ថុធាតុដើមទាំងអស់គ្នានេះប្រកាសជាបងប្អូនយើងយល់ហើយเนาะបាទពោត10គីឡូเนาะពោត10គីឡូពោតនេះក្រុមអាហារធម្មពលណាបាទហើយនេះកន្ទក់25គីឡូเนาะបាទ25គីឡូកន្ទក់ណាបាទហើយបូកណាប្រគងដាក់សញ្ញាលេខបូកម្សៅដំឡូងមីเนาะបាទម្សៅដំឡូងមីប្រគងសុំបង្ហាញเนาะបាទនេះបងប្អូនស្គាល់ហើយเนาะដំឡូងមីដែលគេកាប់ហាលអញ្ចឹងណានេះប្រគងមានបង្ហាញទៀតเนาะបាទនេះដំឡូងមីដែលគេកាប់ហាលយើងអាចទៅទិញមកតាមចំការដែលគេកំពុងហាលហ្នឹងណាបាទ1គីឡូដូចជា500ជាងឬក៏600រៀលเนาะបាទ
ហើយយើងអាចទិញយកមកយើងយកមកចូលម៉ាស៊ីនយើងកិនណាបាទយើងកិនទៅវាចេញបែកយើងកុំឲ្យម៉ត់ពេកយើងអាចដុំស្រួលមន់វាស្រួលស៊ីចឹងដែរណោះអញ្ចឹងអាកន្លែងម្សៅដំឡូងមីនេះគឺយើងមានអាចបងប្អូនយើងទិញតាមផ្សារនៅគេអត់មានកិនលក់ទេអញ្ចឹងម្សៅដំឡូងដែលគេហាលអញ្ចឹងណោះបាទគេហាលអញ្ចឹងបងប្អូនយើងយកទៅកិនយកមកកិនមកណាយកមកកិនឬក៏យកមកបុកមកណាព្រោះហាលស្រួយផុយហើយបុកផុយហុយធ្លុំតែម្ដងអញ្ចឹងនេះម្សៅដំឡូងមីនេះក៏ប្រភេទអាហារគេហៅអាហារធម្មពលเนาะអាហារធម្មពលដែរហើយដូចជាចុងកណាចុងក10គីឡូដែរเนาะបាទអញ្ចឹងវត្ថុធាតុដើមទាំងអស់នេះបូកចូលគ្នាគឺ100គីឡូเนาะបាទនេះមានម្សៅបន្លែ BR 1គីឡូបាទជីវជាតិចម្រុះ2គីឡូเนาะបាទហើយម្សៅបន្លែ BR នេះប្រគងតែងតែប្រើវាមិនចោលទេមិនថាមន់សាច់មិនថាមន់យកពងទេដោយសារនេះវាក្រុមវីតាមីនល្អច្រើនមុខដែលយើងមិនអាចផ្សំខ្លួនឯងបានណាបាទយើងមិនអាចផ្សំខ្លួនឯងបានបាទហើយដូចជីវជាតិចម្រុះបាទហើយម្សៅត្រីនេះប្រគងលើកម្សៅត្រីនេះម្សៅត្រី7គីឡូបាទហើយម្សៅត្រីនេះវីដេអូក្រោយប្រគងយកបងប្អូនយើងមកបង្រៀនបងប្អូនយើងថាតើយើងធ្វើមិនខ្លះបានម្សៅត្រីទុកប្រើពេញមួយឆ្នាំเนาะបាទអញ្ចឹងវីដេអូឃ្លីបក្រោយប្រកាសជាប្រគងចាញ់ហើយបាទចាញ់ហើយនេះចំណីវ៉ាន់ពងនេះវា25គីឡូเนาะបាទ25គីឡូ25គីឡូហ្នឹងមកបេវាហ្នឹងបាទមកបេមកការ៉ុងវាហ្នឹង25គីឡូហ្នឹងចំណីសម្រាប់លើទីផ្សារយើងមិនអាចចោលបានទេដោយសារយើងខ្វះខ្លាញ់ខ្វះប្រេងដូងខ្វះនៅសារធាតុមួយចំនួនទៀតដែលយើងរកទិញនៅទីផ្សារបានអញ្ចឹងយើងយកចំណីនេះយកមកលាយដើម្បីបានសារធាតុទាំងអស់នោះបាទហើយនៅនេះស្ករเนาะស្ករអំបិល2ខាំហើយស្ករ5ខាំเนาะបាទអញ្ចឹងវត្ថុធាតុដើមទាំងអស់នេះគឺមានតែប៉ុណ្្នឹងទេเนาะអាណាធម្មពលអាណាជាវីតាមីនអាណាជាគេហៅថាជាសាច់ណាដូចជាត្រីនេះអានេះថាប្រូតអ៊ីនសាច់បាទអញ្ចឹងបងប្អូនយើងយល់ហើយពេលនេះយើងត្រូវលាយเนาะពេលដែលលាយសូមបងប្អូនថាថ្លឹងឧទាហរណ៍ថា10គីឡូ20គីឡូ25គីឡូអញ្ចឹងណាគឺដាក់តាមលេខរៀងហ្នឹងគឺថ្លឹងឲ្យត្រូវកុំឲ្យអានេះលើប៉ុណ្ណេះដាក់មកមិនអីទេអានោះខ្វះប៉ុណ្ណេះដាក់ទៅមិនអីទេអាហ្នឹងវានាំទម្លាប់មិនល្អហើយដល់ពេលសัตว์យើងស៊ីពេលនេះយើងលាយគ្រប់ពេលម្ដងទៀតលើកទី2ក្រោយនេះយើងលាយអត់គ្រប់ត្រឡប់ចុះត្រឡប់ឡើងក៏ធ្វើឲ្យមានបញ្ហាដល់សត្វចិញ្ចឹមយើងហើយបាទហើយដូចប្រគងសូមបញ្យល់អាកន្លែងកតុកកតុក25គីឡូក្រាមដំឡូងមី20គីឡូក្រាមបាទពីមុខនេះបើសិនណាជាបងប្អូនពិបាករកដលងខ្លាំងเนาะពិបាករកដលងខ្លាំងអត់មានអាចប្រើកតុកទាំងអស់เนาะប្រើ20គីឡូនេះដាក់ជាកតុកដែរមកเนาะបាទអាហ្នឹងគឺវិធីលាយเนาะបាទហើយដល់ពេលណាសពគ្រប់អស់ហើយបងប្អូនយើងទៅលាយច្បល់ឲ្យសពណាច្បល់ហ្នឹងគឺលក្ខណៈដូចយើងឆាស៊ីម៉ងអញ្ចឹងលាយស៊ីម៉ងអញ្ចឹងเนาะបាទលាយវាឆាចុះច្បល់ឡើងឲ្យសពអស់លីងឲ្យបែកអស់លីងអត់ឲ្យជួនកាលសារធាតុណាមួយវាផ្ដុំគ្នាវាធ្វើឲ្យខាតដែរវាធ្វើឲ្យខាតបងដែរเนาะបាទអញ្ចឹងប្រគងសូមផ្ដាំថាលាយឆាចុះឆាឡើងឲ្យសពមិនថាមន់ចំណីមន់សាច់មិនថាចំណីមន់ពងទេបាទហើយចំណីមន់ពងនេះពេលណាដែលយើងលាយហើយយើងបានហើយណាយើងបាន100គីឡូបាទ100គីឡូក្រាមបាទ100គីឡូក្រាមเนาะបាទ100គីឡូក្រាម100គីឡូក្រាមនេះបងប្អូនយើងច្រកបេច្រកក្រុងទុកណាបាទច្រកបេច្រកក្រុងទុកមិនមែនឲ្យស៊ីអញ្ចឹងឯងមិនថាលាយហើយអត់ឲ្យស៊ីអញ្ចឹងឯងស៊ីអញ្ចឹងនៅខាតទៀតបាទអញ្ចឹងពេលដែលស៊ីពេលដែលស៊ីឧទាហរណ៍ថាបងប្អូនយើងស៊ីក្នុងមួយពេលមេមន់យើងស៊ីអស់5គីឡូអញ្ចឹងណាបាទស៊ីអស់5គីឡូបាទស៊ីអស់5គីឡូក្នុងមួយពេលណាបាទនេះស៊ីអស់5គីឡូអញ្ចឹងយើងយកចំណីយើងនេះតែ2គីឡូកន្លះទេเนาะ2គីឡូកន្លះនេះអាចំណីដែលផ្សំនេះណាចំណី100គីឡូនេះណាបាទចំណី100គីឡូនេះយើងយកវាតែ2គីឡូកន្លះមកណា2.5អញ្ចឹងមកណាបាទហើយបូកជាមួយនឹងបន្លែស្រស់បន្លែស្រស់2.5ដែរបាទអញ្ចឹងយើងបូកទៅយើងបូកចូលគ្នាពីរមុខហ្នឹងទៅបាន5គីឡូហើយបាន5គីឡូហើយបាទ
បាន5គីឡូហ្នឹងចឹងណាបាន5គីឡូហ្នឹងចឹងប្រាប់បងប្អូនថានេះចំណីដែលយើងលាយនេះរូបមន្តនេះណាមាន100គីឡូច្រកបេច្រកក្រុងទុកដល់តែពេលស៊ីចំណីយើងដឹងហើយថាមន់យើងស៊ីរាល់ថ្ងៃមួយពេល5គីឡូអញ្ចឹងបងប្អូនយើងយកចំណីលាយនេះ2គីឡូកន្លះហើយបងប្អូនមានបន្លែអីឧទាហរណ៍ថាមានបន្លែតកួនឬក៏បន្លែដើមចេកឬក៏បន្លែស្រស់អីផ្សេងៗទៀតចឹងណា2គីឡូកន្លះដែរមកអញ្ចឹងរាល់ពេលដែលឲ្យស៊ីយើងត្រូវតែយកចំណីនេះ2គីឡូកន្លះចំណីបន្លែស្រស់2គីឡូកន្លះបានន័យថា50យើងឲ្យស៊ីចេះវាចំណេញនេះ100គីឡូនេះក្រអស់ស៊ីបានយូរណោះហើយក្រុមអស់នេះយើងលាយនេះសិតតែជីវជាតិដែលសំខាន់អញ្ចឹងណាសិតតែមានអាហារធម្មពលមានអាហារប្រូតេអ៊ីនសាច់មានអាហារផ្សេងលាយមកដើម្បីវាមានគុណភាពហ្នឹងអានេះហៅអាហារគុណភាពណោះតែពេលស៊ីយើងត្រូវតែបែងចែកអញ្ចឹងដើម្បីបានចំណេញបាទហើយបងប្អូនឲ្យស៊ីក្នុងមួយថ្ងៃ2ដងអីទៅបានហើយណោះមេបាពូជមិនចាំបាច់ឲ្យស៊ីឆ្អែតរហូតដល់វាឡើងគីឡូទេឲ្យស៊ីឆ្អែតមិនឆ្អែតទៅមួយថ្ងៃ2ដងប៉ុន្តែធ្វើម៉េចកុំឲ្យមន់យើងឡើងគីឡូហើយតែកាលណាលាយបែបនេះហើយគឺយើងមិនអាចឡើងគីឡូបានទេណោះបាទហើយជីវជាតិក៏យើងមានគ្រប់ដែរជៀសវាងបងប្អូនមានតែកន្ទក់ដើមចេកអត់មានជីវជាតិអីទេអត់មានថាមពលអីទេណោះបាទសម្រាប់តែជំនួយជួយដល់វាជំនួយដល់សត្វចិញ្ចឹមរបស់យើងណោះអញ្ចឹងប្រគងមានប៉ុណ្ណឹងណោះសម្រាប់ចំណីមេបាពងបងប្អូនយើងកត់ទៅហើយបងប្អូនយើងតន់ឡើយណាមិនតន់ឡើយណាបងប្អូនយើងអាចខមមិនសួរប្រគងដើម្បីប្រគងជួយបញ្យល់បន្ថែមទៀតណោះបាទអញ្ចឹងក្រោយទៅពេលលាយប្រគងសូមបញ្ជាក់ថាដាក់ឲ្យត្រូវគីឡូកុំឲ្យលើសទុកផ្សេងខ្វះកុំឲ្យដាក់វាថែមថយវាគ្រប់ណោះបាទប៉ុន្តែករណីកតួ25គីឡូដំឡូងមី20គីឡូនេះវា45គីឡូតែបើសិនណាជាយើងរោដំឡូងអត់បានយើងប្រើកតួទាំងអស់ណោះអា45គីឡូនេះយើងប្រើកតួទាំងអស់បាទអញ្ចឹងនេះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនយើងមិនតាន់យល់អាចខមមិនសួរប្រគងក្រោមវីដេអូបាទហើយមួយទៀតបងប្អូនយើងចូលទស្សនាថ្មីប្រគងសូមឲ្យបងប្អូនយើងជួយ like ជួយ comment ពាក្យល្អដើម្បីលើកទឹកចិត្តប្រគងខ្លះដើម្បីប្រគងហ្នឹងមានលទ្ធភាពបញ្ចេញណាប្រគងមានទឹកចិត្តសម្រាប់បញ្ចេញវីដេអូថ្មីទៀតណោះបាទដូចជាប្រគងសន្យាថាចំណីវីដេអូវគ្គក្រោយគឺប្រគងយកម្សៅត្រីនេះបង្រៀនឲ្យបងប្អូនយើងចេះធ្វើតែម្ដងធ្វើបានគ្រប់ទីកន្លែងណោះធ្វើបានគ្រប់ទីកន្លែងមិនថាកន្លែងណាទេងាយធ្វើទេហើយក៏មិនសូវចោះលុយដែរលាយខ្លួនឯងធ្វើខ្លួនឯងអស់លុយតិចណោះបាទអស់លុយតិចយើងយកមកប្រើបានទលំទលាយបាទអញ្ចឹងវីដេអូប្រគងមានតែប៉ុណ្ណឹងសូមដល់ទីបញ្ចប់ចាំជួបគ្នានៅវីដេអូថ្មីបន្តទៀតណោះបាទបន្តទៀតបាទអរគុណ